បាក់ចំនេះខ្ញុំសូមគោរពអ្នកគ្រូនិងអ្នកផ្សេងទាំងអស់គ្នាដោយឈ្មោះខ្ញុំវិជ័យឌីខ្ញុំអាយុ9ឆ្នាំខ្ញុំរៀននៅថ្នាក់ទី1ក៏មួយនៅសាលាបេទីអន្តរជាតិសាខា20ចំចៅថ្ងៃនេះខ្ញុំសម្រាប់ជ័យរៀនណាខ្ញុំបាននិយាយប្រធានបទមួយលើថាចូលរៀនអំពីផលប៉ះពាល់នៃការហាហុកទឹកមិនស្អាតអ្នកគ្រូជាទីគោរពនិងភេទជាទីមេត្រីយកតាមវចនានុក្រមសម្រាប់ចំណាពាក្យថា1ផលប៉ះពាល់ណាពាក្យជាផលប៉ះពាល់ណាពាក្យជានាមជាផលដែលពាល់ដល់ហើយប៉ះដល់ប្រទេសហូបណាពាក្យជាកិរិយាសព្ទផឹកញ៉ាំទីពិសាជាដើម3ទឹកមិនស្អាតណាពាក្យជានាមសំដៅដល់ទឹកកូក្រិតឬគ្មានអនាម័យផ្អែកតាមមានន័យខាងលើការហូបទឹកមិនស្អាតដល់មកយើងមានផលប៉ះពាល់យ៉ាងច្រើនដល់យើងគ្រប់គ្នាផលប៉ះពាល់ចម្បងមានដូចតទៅ1ធ្វើឲ្យសុខភាពរាងកាយកាន់តែចុះខ្សោយ2ងាយឆ្លងជំងឺរាគរូសអាសន្នរោគនិងជំងឺផ្សេង3រំខានដល់ការសិក្សាភ្លើងអារម្មណ៍ឬចំណេះថវិកាច្រើន4ខ្វះសារធាតុចិញ្ចឹមធ្វើឲ្យរាងកាយលូតលាស់ពុំបានល្អជារួមមកការហូបទឹកមិនស្អាតដល់មកយើងមានផលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពរបស់យើងហើយសុខភាពហើយនឹងមានជំងឺជាច្រើនដូចជាអាសន្នរោគជាដើមអ្នកគឺជាទីគោរពប្រភេទជាទីមេត្រីសូមរកសេចក្តីមកហូបយើងត្រូវហូបទឹកស្អាតហាត់ជាប្រចាំជាវាហូបទឹកមិនស្អាតដើម្បីឲ្យមានសុខភាពល្អជានិច្ចហាត់រស់នៅស្អាតហូបស្អាតហាត់នាំមកនៅសុខភាពល្អជានិច្ច